បងប្អូនយើងត្រៀមខ្លួនហើយនៅសម្រាប់ថ្ងៃស្អែកនេះជំរាបប្រាប់បងប្អូនបានជ្រាបថានៅក្នុងថ្ងៃស្អែកនេះត្រូវនៅថ្ងៃទី25ខែមេសាឆ្នាំ2026នេះនៅខាងវត្តឧសិលវ័នហៅវត្តកំពង់ស្បូវដែលបងប្អូននិយមហៅថាវត្តអោនឹងរៀបចំកម្មវិធីមួយគឺត្រាក់ចែកឆ្នាំថ្មីស្រង់ព្រះសង្ក្រាន្តឆ្នាំថ្មីដែលមានចំនួន2យប់2ថ្ងៃពោលគឺថ្ងៃទី25និងទី26នេះបងប្អូនដែលរួមមានកម្មវិធីលេងកម្សាន្តជាច្រើនរួមមានពេលព្រឹកយើងគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងគោរពដល់ព្រះពុទ្ធសាសនាគឺរៀបចំចង្ហាន់ប្រគេនព្រះសង្ឃក៏ដូចជានឹងគោរពដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពផងដែរចំពោះពេលថ្ងៃត្រង់ចន្លោះពីម៉ោង12ក៏ដូចជាម៉ោង1នឹងមានកម្មវិធីដូចជាលេងល្បែងវិជាប្រៃខ្មែររួមមានរំទួក្អមអីជាដើមនឹងមានលក្ខកសែងបងគុណអីជាដើមបងប្អូនគឺច្រើនមែនតើហើយសម្រាប់ដល់ពេលយើងលេងល្បែងវិជាប្រៃចប់គឺមានកម្មវិធីមួយទៀតគឺរំកំសាន្តបងប្អូនជាពិសេសរំកំសាន្តបងប្អូនឮពូនិយាយថាគឺមាន DJ ផងតែអត់ដឹង DJ អីអញ្ចឹងបងប្អូនមានតែចាំទៅមើលទាំងអស់គ្នាថាមាន DJ មែនអត់ហើយចំពោះឡានទឹកអត់មានទេបងប្អូនឡានទឹកអត់មានទេប៉ុន្តែយើងគឺមានទៅចូលបានទឹកបងប្អូនដែលធ្លាប់ទៅលេងដឹងហើយនៅខាងវត្តខាងឧសិលវត្តហើយវត្តកំពង់ស្បូវនឹងគឺមានទៅយកបានទឹកមួយធំមែនទេដូចឡានទឹកអញ្ចឹងបងប្អូនកុំបារម្ភរឿងក្តៅបាទរួមបណ្ដាលេងទឹកបណ្ដាស្បាយបងប្អូនហើយសម្រាប់បងប្អូនយើងដែលចង់រំថនមានថនទៀតបងប្អូនយប់ឡើងគឺអ៊ីគាត់និយាយថានឹងមានកម្មវិធីរំថនផងដែរនៅក្នុងយប់ថ្ងៃទី25ប៉ុន្តែប្រែប្រួលទៅកាន់ស្ថានភាពជាក់ស្ដែងបងប្អូនចង់ដឹងគឺមានតែទៅចូលរួមនៅពេលថ្ងៃត្រង់អញ្ចឹងនៅពេលយើងចូលរួមនឹងមានពូអ៊ីគាត់ប្រកាសមីក្រូឲ្យប្រាប់ថាកម្មវិធីអីខ្លះបន្ទាប់អញ្ចឹងបងប្អូនកុំភ្លេចទៅចូលរួមដើម្បីលេងកម្សាន្តទាំងអស់គ្នាដែលស្ថិតនៅភូមិតាអោកឃុំឈុកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអរគុណបងប្អូន